បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកជួបនឹង admin ទៀតហើយ admin ក៏មានតម្រុយបាល់ពិសេសពីរគូមកចែកជូនបងប្អូនទាំងអស់គ្នាទៀតគឺការប្រកួត Champions League ជុំទី4បាទសតគូពិសេសយប់នេះតែមានសម្លេចយកតែពីរគូនោះទេបាទគូទី1នោះប៉ារីសប៉ះគ្នាជាមួយនឹងបាយ័នម៉ាណិចបាទបើមើលតាម5ប្រកួតចុងក្រោយនៅ Champions League ប៉ារីសយកឈ្នះចំនួន5បាទរីឯបាយ័នម៉ាណិចស្មើ1ចាញ់1ឈ្នះតែ3ទេបាទហ្នឹងគឺជាប្រវត្តិ5ប្រកួតចុងក្រោយនៃ UCL គឺ Champions League យល់ម៉ានិចអាចយកឈ្នះប៉ារីសក្នុងលទ្ធផល1-0បាទសម្រាប់គូទី2បាទគូទី2ក៏ស៊ីសាច់ហុតឈាមគ្នាមិនណយមួយដែរបាទហងក្រហមលីវើពូលប៉ះគ្នាជាមួយនឹងបាទអាត្រិសរ៉េម៉ាឌ្រីតបាទបើមើលតាមការវិភាគគឺរៀលម៉ាឌ្រីតឡើងជើងជាងបងប្អូនបាទធ្លាប់ប៉ះគ្នា5ប្រកួតនៃ UCL ប្រវត្តិ5ប្រកួតចុងក្រោយគឺរៀលម៉ាឌ្រីតមានប្រវត្តិល្អជាងចឹងបើបងប្អូនឆ្លាញ់តាមមានក៏សូមណែនាំបងប្អូនយកទៅខាងអាត្រិសរ៉េម៉ាឌ្រីតបាទadmin ព្យាករថារៀលម៉ាឌ្រីតស៊ីលីវើពូលចំនួន2-1បាទ admin មានតែពេញនេះទេបាទនេះក៏ជាធីបា2គូដែលមានចែកឲ្យបងប្អូនបាទក្នុងពេលរាត្រីនេះបាទបើសិនបងប្អូនចង់បានគូបាល់បន្ថែមអាចចុញ channel របស់adminបានមានតម្លាក់គូបាល់ថ្មីជារៀងរាល់ថ្ងៃចែកជូនបងប្អូនបាទមានច្រើនជាងនេះទៀតបាទអាចចូលរួមលេងកំសាន្តដោយសេរីបាទបងប្អូនចូលជាសមាជិករបស់adminទៀតមានឱកាសចែករង្វាន់រៀងរាល់មួយសប្តាហ៍ម្ដងបងប្អូនបាទអត់បានកំណត់ហើយក៏មាន event លេងផងដែរបាទហើយគូធំនេះក៏មាន event លេងជាមួយបងប្អូនផងដែរបាទកុំភ្លេចចូលលេងទាំងអស់គ្នាបាទឈ្នះរង្វាន់ពិតចុងក្រោយបើបងប្អូនចូលចិត្តវីដេអូនេះadminក៏សូមឲ្យបងប្អូនជួយចុច like និង share follow admin ម្នាក់មួយផងបាទជួបគ្នានៅវីដេអូក្រោយបាទជូនពរបងប្អូនសំណាងល្អទទួលទានមានបានបាទបាយបាយ